ជាស្ដីបងប្អូនជាទីស្រឡាញ់ថ្ងៃនេះខ្ញុំនឹងអានទាក់ទងនឹងប្រវត្តិនៃប្រាសាទបាយ័នសង្ឃឹមថាបងប្អូនចូលចិត្តនិងចែករំលែកសម្រាប់វីដេអូនេះ Hi everyone, today I am going to read the Bayon history, and you know that temple is the most beautiful and also most attractive temple in Cambodia, Siem Reap province. If you love to see, don't forget to subscribe and like, and if you want to give some idea, don't forget to give some comment in a comment section. Alright, let's go together. ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្ដាលនៃទីក្រុងអង្គរធំដែលមានចម្ងាយពីទីនេះទៅកាន់ខ្លងទ្វារនីមួយៗគឺប្រមាណជា1គីឡូកន្លះត្រូវបានគេចាត់ទុកជាប្រាសាទសម្រាប់ឧទ្ទិសរាជដល់ព្រះបាទជ័យវរ្ម័នទី7ក្នុងរាជរបស់ព្រះអង្គគឺនៅឆ្នាំ1181ដល់1220និងឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទបាយ័នមានបរិវេណទំហំប្រមាណជា32,144 ម៉ែត្រការ៉េស្មើនឹង144ម៉ែត្រគុណនឹង228ម៉ែត្ររួមបញ្ចូលទាំងស្រះរីងទាំងពីរទីលាននៃផ្លូវចូលបែរទៅទិសខាងកើតផងសង់លើខឿនបាយ័នដែលមានកម្ពស់ផ្សេងគ្នាហើយពីខឿនខាងក្រោមបង្អស់ឆ្ពោះទៅចុងកំពូលនៃប្រាសាទខាងលើមានកម្ពស់ប្រមាណជា42ម៉ែត្រនេះគឺជាប្លង់របស់ប្រាសាទបាយ័នប្លង់នេះគឺជាប្លង់ដ៏មហិមាជាក់ស្ដែងប្រាសាទនេះគឺបែរមុខទៅទិសខាងកើតហើយកំពូលទាំងអស់ហ្នឹងគឺមានរូបព្រះភ័ក្ត្រចំនួន4តោះយើងបន្តទៀតនេះគឺទិដ្ឋភាពបាយ័ន This is the Bayon temple atmosphere ទិដ្ឋភាពផ្លូវចូលនៃខាងកើតរបស់ប្រាសាទនេះគឺនៅទិសខាងកើតយកទៅតាមស្លាកស្នាមខ្លះៗនៃលើកម្រាលថ្មនៅផ្លូវចូលយើងឃើញមានប្រហោងរាងមូលធំមួយចំនួនដែលអាចឲ្យយើងសន្និដ្ឋានបានថាកាលពីដើមនៅតាមផ្លូវដើរចូលនៃទិសខាងកើតមានដំបូលទ្រធ្វើដោយសសរឈើសម្រាប់តុបតែងលម្អហើយសសរទាំងត្រូវបានដាក់ភ្ជាប់ទៅនឹងប្រហោងធំទាំងនោះនៅបរិវេណខាងក្រៅនៃតួប្រាសាទមានកំផែងពិតជុំវិញធ្វើពីថ្មបាយក្រៀមប៉ុន្តែសប្តាហ៍ថ្ងៃយើងឃើញស្លាកស្នាមខ្លះៗនៃកំផែងនេះស្ថិតនៅឯច្រកចូលនៅខាងកើតតែប៉ុណ្ណោះទាក់ទងនឹងកំពូលប្រាសាទវិញទាំងអស់គ្នាកំពូលប្រាសាទនៃបាយ័នកំពូលប្រាសាទមានកំពូលចំនួន49ដែលត្រូវបានបែងចែកជា3ចិនជាចិន1មានកំពូលចំនួន1ចិនទី2មានចំនួន30និងចិនទី3មានចំនួន18នៅក្នុងចំណោមកំពូលទាំង49មានកំពូលតែ39ទេដែលមានចំនួនមុខ4រីឯកំពូល9ទៀតមានមុខ3និងកំពូលមួយទៀតមានមុខតែ2បែរទៅទិសខាងកើតនិងខាងត្បូងដូច្នេះមុខទាំងអស់មានចំនួន185ប៉ុន្តែបច្ចុប្បន្នគេឃើញមានតែផ្នែកនៅកំពូលទាំងអស់តែចំនួន47តែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយប្រសិនបើគេបូកសរុបចំនួនកំពូលទាំងអស់នៃប្រាសាទបាយ័នជាមួយនឹងកំពូលទាំង5នៃជាមួយនឹងកំពូលកំផែងទាំង5នៃអង្គរធំគឺឃើញមានចំនួន54ដែលកំពូលនីមួយៗចំនួនមានមុខ4ខ្លះមុខអរូបីមីសែលរ៉ាណេប្រទេសខ្លះយល់ថាកំពូលទាំង54គឺតំណាងឲ្យខេត្តទាំង54របស់មហាអាណាចក្រខ្មែរនៅសម័យនោះដែលលាតសន្ធឹងពីព្រំប្រទល់រហូតដល់ប្រទេសចិនប្រទេសភូមាប្រទេសម៉ាឡេស៊ីភាគខ្លះនៃប្រទេសថៃនិងប្រទេសឡាវរហូតដល់ភាគកណ្ដាលនៃប្រទេសវៀតណាមប៉ុន្តែគួរឲ្យសោកស្ដាយបំផុតបច្ចុប្បន្នទឹកដីខ្មែរនៅសល់តែ30%ប៉ុណ្ណោះចំណែក70%ទៀតត្រូវបានបាត់បង់ទៅក្នុងប្រទេសជិតខាងយើងដូចជាប្រទេសថៃឡាវនិងវៀតណាមផ្ទុយពីនេះយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ JASA ដែលជាគម្រោងអភិរក្សប្រាសាទរបស់រាជរដ្ឋាភិបាលជប៉ុនកំពុងធ្វើការអភិរក្សនិងជួសជុលប្រាសាទបាយ័ននាពេលបច្ចុប្បន្នអង្គថាកំពូលទាំងអស់របស់ប្រាសាទបាយ័នមាន51ហ
ហើយមានមុខដែលនៅសេសសល់ប្រមាណជា173គុណច្រើន